រាបសួរបងប្អូនទាំងអស់គ្នាដែលជា fan Channel Cookie សម្រាប់រឿងថ្ងៃនេះ admin នឹងលើកយករឿងថ្មីមកសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដោយសារតែរឿងចាស់យើងគឺថាជាប់ copyright 6ភាគគឺជាប់ទាំងអស់តែម្ដងធ្វើឲ្យ admin សម្រាប់ចិត្តថានឹងឈប់សម្រាប់រឿងនឹងសុំទោសផងណា fan ដែលចូលចិត្តមើលរឿង game នៃស្នេហាពិត admin ក៏ចូលចិត្តរឿងមួយនឹងខ្លាំងមែនទែនប៉ុន្តែធ្វើម៉េចបើ admin យកមកសម្រាយក៏អ្នកទាំងអស់គ្នាអត់បានមើលបានយូរដែរតាមបន្តិចហ្នឹងជាប់ copyright គឺ YouTube លុបចោលតែម្ដង admin តល់មែនទែនហើយរឿងចិនក៏ជាប់រឿងកូរ៉េក៏ជាប់ឥឡូវនេះសាកមកសម្រាយរឿងថៃម្ដងហើយរឿងនេះគឺគួរឲ្យចាប់អារម្មណ៍ដោយសារតែជាប្រភេទរឿងអាត់កំបាំងនិងជារឿងអបិយជំនឿពាក់ព័ន្ធជាមួយនឹងមនុស្សដែលកើតថ្ងៃទី29ខែកុម្ភៈរៀងរាល់4ឆ្នាំម្ដងពួកគេគឺតែងតែបាត់បង់មនុស្សជាទីស្រឡាញ់នៅក្បែរខ្លួនជានិច្ចកាលរហូតដល់ពួកគេខ្លាចថ្ងៃកំណើតរបស់ខ្លួនឯងមិនចង់ឲ្យមានថ្ងៃកំណើតថ្ងៃទី29ខែកុម្ភៈនោះទេបើទោះបីជាវាមានត្រឹមតែ4ឆ្នាំម្ដងក៏ដោយតោះឥឡូវទៅតាមដានរឿងពេញជាមួយនឹង admin ទាំងអស់គ្នាណាហើយសាច់រឿងរបស់យើងបានឃើញថាសិស្សមួយក្រុមឡើងមកធ្វើបទបង្ហាញពាក់ព័ន្ធជាមួយនឹងរឿងអីចឹងណាអ្នកទាំងអស់គ្នាហើយវាក៏ជាកិច្ចការដែលលោកគ្រូបានដាក់ឲ្យធ្វើដែរដោយសាច់រឿងមួយនេះគឺគេនិយាយអំពីប្រភេទរឿង romantic បែប BL អីចឹងណាបន្ទាប់ពីសិស្សមួយក្រុមនឹងចាប់ផ្ដើមធ្វើបទបង្ហាញឲ្យលោកគ្រូក៏បានប្រាប់ទៅក្រុមបន្ទាប់ថាឲ្យត្រៀមខ្លួនទៅក្នុងចំណោមហ្នឹងក៏មានសិស្សម្នាក់បាននិយាយថាមិត្តរួមក្រុមរបស់គេហ្នឹងគឺបានមកយឺតហើយក៏បានព្យាយាមខលតាក់ទងទៅកាន់មិត្តរួមក្រុមម្នាក់ហ្នឹងឃើញថាមិត្តរួមក្រុមម្នាក់ហ្នឹងទៅតែធ្វើដំណើរមកដល់ច្រកចូលសាលាតែប៉ុណ្ណោះនៅពេលដែលគេកំពុងតែដើរក៏ទទួលបានទូរស័ព្ទមិត្តរួមក្រុមដែលហៅគេឲ្យមកលឿនអញ្ចឹងណាហើយម្នាក់នេះគឺគាត់មានឈ្មោះថា D ហ្នឹងជាភាសាអង់គ្លេសបបប្រែជាខ្មែរប្រែថាថ្ងៃអញ្ចឹង admin ហៅឈ្មោះគាត់ថា D អញ្ចឹងតែម្ដងទៅកំពុងតែបញ្ញាប់ហ្នឹងស្រាប់តែដើរមកជ្រុះឯកសារនៅកណ្ដាលផ្លូវទៀតធ្វើឲ្យគាត់ប៉ັດជាមូម៉ៅខ្លាំងមែនទែនងាកមកកាន់សិស្សមួយក្រុមទៀតដែលពួកគាត់ក៏នៅសាលានឹងដែរប៉ុន្តែគឺជានិស្សិតពេទ្យអ្នកទាំងអស់គ្នាហើយក៏មានសិស្សម្នាក់ដែលគាត់មានឈ្មោះថាណៃបានចេញមកណែនាំខ្លួននឹងធ្វើបទបង្ហាញទៅកាន់សិស្សគ្រប់គ្នាក្រោមកខ្សែភ្នែកសិស្សស្រីម្នាក់ដែលស្រស់ស្អាតខ្លាំងមែនទែនសម្លឹងទៅកាន់ណៃហ្នឹងក្នុងខ្សែភ្នែកពិសេសមួយអញ្ចឹងណាងាកមកកាន់ដេនៅពេលដែលបានមកដល់ថ្នាក់ខ្សែភាពយន្តដែលគេឡើងយកមកធ្វើបទបង្ហាញហ្នឹងពាក់ព័ន្ធជាមួយនឹងរឿងដែលមានចំណងជើងថាថ្ងៃស្លាប់គឺនិយាយអំពីបុរសម្នាក់ដែលមានថ្ងៃកំណើតនៅថ្ងៃទី29ខែកុម្ភៈហើយតាំងពីថ្ងៃដែលគាត់កើតមកហ្នឹងគឺជាថ្ងៃដែលចាប់ផ្ដើមមានមនុស្សជាទីស្រឡាញ់របស់គាត់ស្លាប់នៅក្នុងថ្ងៃកំណើតគាត់រៀងរាល់4ឆ្នាំម្ដងជានិច្ចឲ្យតែជាថ្ងៃដែលគាត់អបអរថ្ងៃខួបកំណើតថ្ងៃនោះហើយគឺជាថ្ងៃដែលគាត់បាត់បង់មនុស្សជាទីស្រឡាញ់ដល់ថ្នាក់គាត់មិនចង់ឲ្យមានថ្ងៃកំណើតរបស់គាត់ឈានមកដល់នោះទេឲ្យតែចិត្តដល់ថ្ងៃនោះគាត់ចាប់ដើមភ័យខ្លាចហើយដោយសារតែគាត់មិនដឹងថាមនុស្សដែលគាត់ស្រឡាញ់ហ្នឹងនឹងស្លាប់នៅថ្ងៃណាពេលណាវេលាណាដោយសារអីប៉ុន្តែគាត់ដឹងតែថាគឺនឹងមានរឿងកាត់ឡើងនៅក្នុងថ្ងៃទី29ខែកុម្ភៈរៀងរាល់4ឆ្នាំម្ដងនឹងឯងលោកគ្រូលឺឲ្យពេញចិត្តខ្លាំងមែនទែនគាត់ក៏និយាយថាវាគឺជារឿងល្អនិងគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍អីចឹងណាប៉ុន្តែតើថាចាប់ដើមតាំងពីពេលណាដេក៏បានរៀបរាប់ចាប់តាំងពីថ្ងៃដែលក្មេងប្រុសម្នាក់នឹងកើតគឺម្ដាយរបស់គាត់បានស្លាប់4ឆ្នាំក្រោយមកគឺឪពុករបស់គាត់បានជួបឧបទ្ទវហេតុស្លាប់ទាំងដែលរឿងហ្នឹងគឺវាមិនសមទំនងនឹងកើតឡើងតតែសោះតាំងពីតូចរហូតមកដល់ធំក្មេងប្រុសម្នាក់ហ្នឹងគឺបានថែរក្សាដែលបងស្រីគាត់ម្នាក់អញ្ចឹងណាប៉ុន្តែអ្នកណាទៅដឹងថា4ឆ្នាំក្រោយមកទៀតបងស្រីរបស់គាត់ក៏បានស្លាប់ទៅបន្ទាប់ផងដែរហើយចាប់តាំងពីថ្ងៃនោះមកគាត់ក៏បានចាប់ផ្ដើមដឹងខ្លួនថាថ្ងៃកំណើតរបស់គាត់គឺត្រូវតែលះបង់មនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួនអញ្ចឹងណាលោកគ្រូលើបែបហ្នឹងហើយក៏បាននិយាយថាបើសិនជារឿងនោះពិតជាកើតឡើងមែនក្មេងប្រុសម្នាក់នោះគឺដូចជាក្មេងប្រុសនរកនិងក្មេងប្រុសចង្រៃកើតមកដើម្បីតែសម្លាប់មនុស្សដែលនៅជុំវិញខ្លួនដែលលើពាក្យសម្ដីរបស់លោកគ្រូបែបនេះគឺមើលទឹកមុខគាត់អ្នកទាំងអស់គ្នាបន្ទាប់មកលោកគ្រូក៏បានសួរបន្តថាអញ្ចឹងតើមានដំណោះស្រាយអីហើយចង់បញ្ចប់តើវានឹងទៅជាយ៉ាងណាដែលក៏បានតបថាពេលនេះខ្ញុំក៏មិនទាន់ដឹងអំពីដំណោះស្រាយដែរងាកមកកាន់ណៃដល់ម៉ោងចេញពីរៀនគាត់ក៏បានចូលចដាវយន្តមួយសន្ទុះក្រោយមកក៏មាននារីម្នាក់ដើរចូលមកតាមក្រោយគាត់នារីម្នាក់ហ្នឹងគឺជានារីអង្គុយសម្លឹងមុខគាត់នៅពេលដែលគាត់ឡើងធ្វើបទបង្ហាញនាងមានឈ្មោះថាសុបិនពួកគេទាំងពីរចូលចដាវយន្តមួយសន្ទុះដោយមិននិយាយរកគ្នាដូចជាមនុស្សអត់ស្គាល់គ្នាអញ្ចឹងប៉ុន្តែសុបិនក៏ចាប់ផ្ដើមនិយាយមុនដោយសួរទៅកាន់ណៃថាហេតុអីក៏មិនទទួលទូរស័ព្ទរបស់នាងសូម្បីតែឆាតរបស់នាងក៏គេមិនអើពើដែរប៉ុន្តែណៃហាក់បីដូចជាមិនចង់តបតហើយក៏មិនចង់ស្ដាប់ពាក្យសម្ដីរបស់សុបិនគេក៏បានយកកាសមកពាក់នៅនឹងត្រចៀកសុបិនខឹងមែនទែនក៏ចាប់ទាញកាសចេញពីត្រចៀករបស់ណៃហើយនឹងសួរថាមិនបានមិនស្ដាប់ខ្ញុំនិយាយអញ្ចឹងខ្ញុំកំពុងតែនិយាយជាមួយនឹងឯងណៃក៏បានតបវិញថាខ្ញុំគ្មានអីត្រូវនិយាយជាមួយនឹងនាងនោះទេសុបិនលើតែបែបហ្នឹងចុចចដៅយន្តស្គប់អញ្ចឹងណាណៃសួរថាធ្វើអីហ្នឹងសុបិនក៏លុត100ទៅកាន់ណៃដែលនិយាយថាបើសិនជាឯងនៅតែបង្ងើយកតើចំពោះខ្ញុំបែបនេះទៀតពួកយើងនឹងកាន់តែឆ្ងាយគ្នាហើយខ្ញុំបានសួរតែឯងតែខ្ញុំធ្វើខុសអីមិនក៏ឯងមិនឆ្លើយតែឯងទុកខ្ញុំជាស្អីទុកខ្ញុំត្រឹមតែជាថ្នាំពិសោធន៍មែនណៃអស់ការអត់ធ្មត់ក៏បានច្រានសុបិនទៅផ្ទប់នឹងអញ្ចឹងហើយបានប្រាប់ទៅកាន់សុបិនថាឈប់មករំខានខ្ញុំទៀតទៅធ្វើឲ្យសុបិននេះខឹងខ្លាំងមែនទែនដែលនិយាយថារំខាន
ខ្ញុំធ្វើបែបនេះខ្ញុំរំខានឯងមែនតែអ្នកណាជាអ្នកចាប់ផ្ដើមមុនហេតុអីបានជាឯងសុកក៏ចង់បញ្ចប់ទំនាក់ទំនងពាក់កណ្ដាលបែបនេះណៃអត់រៀបរាប់ច្រើននោះទេក៏បានចុចបើកចដៅយន្តអញ្ចឹងណាហើយក៏បានដេញសុបិនឲ្យចេញពីទីនេះទៅឈប់មករំខានគេទៀតសុបិនបានដើរចេញពីចដៅយន្តនឹងភ្លាមរឿងរបល់យោស្អីគ្រាន់តែចូលក្បាលសាច់រឿងមកគឺសេតភ្លាមបាត់ទៅហើយនឹងងាកមកកាន់ដេគឺបានខលមកអ្នកផ្ទះអញ្ចឹងណាអ្នកផ្ទះរបស់គាត់គឺជាក្មេងប្រុសម្នាក់ដែលមានជំងឺអូទីសឹមគាត់ពិតជាបារម្ភមែនទែននៅពេលដែលខលមកក្មេងប្រុសម្នាក់នេះអត់ចូលគាត់ព្យាយាមខលឲ្យខលទៀតទាំងដែលក្មេងប្រុសម្នាក់ហ្នឹងគឺនៅផ្ទះអង្គុយលេងធម្មតាសុកគាត់ស្រាប់តែឮសំឡេងនៅពេញតិចរបស់គាត់ដែលធ្វើឲ្យគាត់ហ្នឹងពិតជាផិតភ័យខ្លាំងមែនទែនហើយបានរត់ទៅបើកទូទឹកកកយករបស់របរចេញពីទីនោះនឹងបានចូលទៅពួននៅក្នុងទូទឹកកកកិច្ចពីសំឡេងនោះទៅអំឡុងពេលនឹងផងដែរដេជាមួយនឹងណៃក៏បានជួបគ្នាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អត់ណៃភាសាអង់គ្លេសបើបកជាខ្មែរប្រែថាពេលយប់ដេក៏ជាភាសាអង់គ្លេសតែពេលបកជាខ្មែរប្រែថាថ្ងៃអញ្ចឹងតួប្រុសទាំងពីរនឹងម្នាក់ឈ្មោះយប់ម្នាក់ឈ្មោះថ្ងៃអញ្ចឹងណាពួកគេទាំងពីរបានសម្លឹងមកគ្នាមកសន្ទុះស្រាប់ពេលដែលក្មេងប្រុសដែលកើតជំងឺអូទីសឹមម្នាក់នេះគាត់បានចូលទៅក្នុងទូនិងព្យាយាមនិយាយថាពេលថ្ងៃនិងពេលយប់ត្រូវតែជួបគ្នាពេលថ្ងៃនិងពេលយប់គឺត្រូវតែជួបគ្នាដេគ្រាន់តែមកដល់ផ្ទះភ្លាមក៏ព្យាយាមស្រែកថាអូហ្សូនគឺជាក្មេងអូទីសឹមម្នាក់ហ្នឹងអញ្ចឹងណាគាត់បានតែបើកទូទឹកកកឃើញថាអូហ្សូនពិតជានៅទីនោះពិតមែនប៉ុន្តែគេមានអាការៈផិតភ័យខ្លាំងមែនទែនបើសិនជាដេមកយឺតតែបន្តិចទៀតអូហ្សូនគឺត្រូវកកនៅក្នុងទូនឹងស្លាប់បាត់ទៅហើយនៅពេលដែលដេព្យាយាមយកអូហ្សូនចេញពីទូទឹកកកគេបានស្រែកថាផ្កាយឡើងជាប់មាត់តែម្ដងហើយនឹងនិយាយថាខ្ញុំខ្លាចណាស់ខ្ញុំមិនចូលចិត្តវាទេខ្ញុំឮសំឡេងវាខ្ញុំមិនចូលចិត្តវានោះទេដេក៏សួរថាផ្កាយនិយាយជាមួយនឹងឯងគេបាននិយាយអីខ្លះប្រាប់ខ្ញុំមកអូហ្សូនអត់ឆ្លើយនៅតែនិយាយថាខ្ញុំអត់ចូលចិត្តវាបន្ទាប់មកព្យាយាមរត់ចេញពីទីនោះអញ្ចឹងណាដេក៏ប្រាប់ថាខ្ញុំនឹងនាំឯងទៅកាន់ភពផែនដីអូហ្សូនឮតែប៉ុណ្្នឹងហើយគឺឈប់ពប់នឹងបែរមកប្រាប់ទៅកាន់ដេថាស្លាប់គេនិយាយថាស្លាប់ពួកយើងទាំងអស់គ្នានឹងស្លាប់និយាយហើយក៏រត់ឡើងទៅលើបាត់ទៅដេឮហើយគាត់ធ្វើមុខផាត់ភ័យខ្លាំងមែនទែនងាកមកកាន់សុបិនដែលនៅក្នុងសាលាពេលដែលកំពុងតែសេតដើរម្នាក់ឯងហ្នឹងស្រាប់តែមានបរិសម្នាក់ដែលជាមិត្តរួមសាលាហ្នឹងគេមានឈ្មោះថាឌិនគេបានមករកសុបិនហើយនឹងណាប់នាងទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្នាប៉ុន្តែសុបិនជាយាមប្រកែកថាខ្ញុំមានណាត់ជាមួយមិត្តភ័ក្តិអីលើតែប៉ុណ្្នឹងហើយអាប៉ែកហ្នឹងនៅតែសុំសុបិនទៅជួបមិត្តភ័ក្តិរបស់នាងទៀតពេលដែលកំពុងតែនិយាយគ្នាស្រាប់តែមានសាស្ត្រាចារ្យម្នាក់បានមកដល់និងបានប្រាប់ទៅកាន់ឌិនថាថ្ងៃស្អែកឲ្យគេមកជំនួសកន្លែងគាត់មួយថ្ងៃអញ្ចឹងណាដោយសារគាត់មានការរវល់ទៅស្រុកគាត់ភ្លេចថាវាគឺជាថ្ងៃកំណើតរបស់គាត់ធ្វើឲ្យសុបិនលន់មាត់ថាអូលោកគ្រូកើតថ្ងៃទី29ខែកុម្ភៈមែនអស្ចារ្យណាស់លោកគ្រូ4ឆ្នាំគឺមានតែម្ដងតែប៉ុណ្ណោះបន្ទាប់ពីដិនបានទទួលពាក្យរបស់លោកគ្រូហើយគាត់ក៏បានចាកចេញពីទីនោះហើយដិននៅតែព្យាយាមសុំសុបិនទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាអីចឹងណាប៉ុន្តែសុបិនគឺព្យាយាមបដិសេធនិងដើរគេចចេញទៅងាកមកកាន់ដេនេះគឺបានយកអូហ្សូនមកមន្ទីរពេទ្យលោកគ្រូពេទ្យបានពិនិត្យមើលតិចរបស់អូហ្សូនឃើញថាគេមិនមានបញ្ហាអីនោះទេគាត់ក៏បានប្រាប់ទៅកាន់ដេតាមអាការៈរបស់អូហ្សូនចឹងទៅដេក៏សួរថាបើសិនជាអត់មានបញ្ហាអីមិនបានជាគេតែងតែឮមនុស្សចម្លែកមកនិយាយគិនតិចរបស់គេអញ្ចឹងប៉ុន្តែរឿងនេះគឺថាវិទ្យាសាស្ត្រមិនអាចបកស្រាយប្រាប់បាននោះទេម្យ៉ាងទៀតអូហ្សូនគឺជាក្មេងដែលកើតជំងឺអូទីសឹមមនុស្សប្រភេទនេះគឺជាមនុស្សដែលមានចំណុចពិសេសជាងមនុស្សធម្មតាដូចជាពួកយើងប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ទៅកាន់ដេថាមើលទៅវាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេអាការៈរបស់ហ្សូនគ្រាន់តែគាត់ចាប់អារម្មណ៍ជាមួយនឹងរបស់ខាងក្រៅខ្លាំងក្លាពេកអញ្ចឹងណាដេក៏បាននិយាយថាបាទលោកគ្រូប៉ុន្តែលើកនេះវាដូចជាធ្ងន់ធ្ងរខ្លាំងពេករាល់ដងគាត់មិនដែលធ្ងន់ធ្ងរខ្លាំងដល់ម្លឹងប៉ុន្តែគ្មានអ្នកណាទៅដឹងនោះទេថានោះគឺជាអ្វីឲ្យពិតប្រាកដក្រៅពីអូហ្សូនម្នាក់គត់ងាកមកកាន់ណៃគឺបានមកអង្គុយសម្លឹងទៅកាន់នាឡិកាអ្នកទាំងអស់គ្នាម៉ោង 7:12 យប់ហើយប៉ុន្តែគាត់នៅតែមិនគេងហើយទឹកមុខរបស់គាត់អេដមីនពិបាកបរិយាយខ្លាំងមែនទែនមើលទៅដូចជាផិតភ័យខ្លាំងអញ្ចឹងណាចំណែកដេវិញក៏បានចូលមកបន្ទប់របស់អូហ្សូននិងបានទិញភួយដណ្ដប់ឲ្យគេទៅនាឡិកាលោតដល់ម៉ោង 12 ប៉ឹបគឺចូលមកដល់ថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2020ចឹងបានន័យថារឿងនេះគឺគេលេងអំឡុងឆ្នាំ 2020 អ្នកទាំងអស់គ្នាស្អែកឡើងដេគឺកំពុងតែអង្គុយមើលរូបថតមួយយ៉ាងសំណោះសំណោកអញ្ចឹងណាស្រាប់តែអូហ្សូនចុះមកពីខាងលើនិងបានប្រាប់ទៅកាន់ដេថារៀបចំខ្លួនរួចរាល់ហើយដេសួរថាទៅណាក្រែងឯងថានាំខ្ញុំទៅផែនដីអីប៉ុន្តែដេក៏បានប្រាប់ទៅកាន់អូហ្សូនថាពី3ថ្ងៃនេះគួរតែសង្ងំនៅផ្ទះសិនទៅយើងកុំទៅណាអីអូហ្សូនគឺជាមនុស្សអូទីសឹមគាត់មិនទាំងអាចស្ដាប់បង្គាប់ដូចមនុស្សយើងធម្មតាអ្នកទាំងអស់គ្នាគាត់នៅតែទៀមទាស្រែកថាចង់ទៅអញ្ចឹងណានៅពេលដែលហាមខត់មិនស្ដាប់ដេក៏យល់ព្រមជូនអូទីសឹមទៅ
ទៅភពផែនដីតាមអ្វីដែលគាត់សន្យានឹងទៅអូโซนឮតែប៉ុណ្្នឹងហើយគឺថាញញឹមពេញចិត្តខ្លាំងមែនទែនងាកមកកាន់សុបិននេះគឺដល់ម៉ោងធ្វើការពិសោធន៍គេតម្រូវឲ្យចាប់គូមកក្រុម2នាក់ដើម្បីពិសោធន៍អញ្ចឹងណាប៉ុន្តែនាងមិនមានក្រុមនោះទេដេនក៏ដើរមកចិត្តសុបិននឹងសួរទៅកាន់នាងថាអត់មានដៃគូទេមែនឥឡូវចង់ចាប់ដៃគូជាមួយនឹងខ្ញុំអត់សុបិនឮតែប៉ុណ្្នឹងក៏ងាកក្រោយស្រាប់តែដឹងថាណៃក៏មិនមានដៃគូដែរនាងបានប្រាប់ទៅកាន់ដេនថាអត់អីនោះទេខ្ញុំអាចជាដៃគូជាមួយនឹងណៃបានបន្ទាប់មកណៃជាមួយនឹងសុបិនក៏ចាប់ដៃគូជាមួយនឹងគ្នាអញ្ចឹងណាណៃបានជាយាមធ្វើការពិសោធន៍មួយនេះយ៉ាងយកចិត្តទុកដាក់ប៉ុន្តែងាកមកកាន់សុបិនវិញបែរជាយកចិត្តទុកដាក់ជាមួយនឹងណៃទៅវិញនាងបាននិយាយថាណៃធ្វើដូចជានាងគឺជាមនុស្សស្លាប់អញ្ចឹងណៃបានសួរថាតើនាងចង់និយាយពីអីខ្ញុំមិនដឹងទេប៉ុន្តែឯងមិនរវីរវល់ជាមួយនឹងខ្ញុំសូម្បីតែមុខខ្ញុំក៏ឯងមិនមើលផងសួរអីក៏ឯងមិនឆ្លើយនឹងខ្ញុំឯងឲ្យខ្ញុំធ្វើអីគិតអីនិយាយអីគឺតែម្នាក់ឯងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាមនុស្សស្លាប់និយាយមិនទាន់ចប់ផងណៃបានយកដៃមកខ្ទប់មាត់សុបិនមួយទំហឹងមើលទៅដូចជាភ័យខ្លាំងមែនទែនហើយគេបានប្រាប់ទៅកាន់សុបិនថាកុំឲ្យនិយាយបែបហ្នឹងទៀតវាអត់ល្អនោះទេហើយក៏បានប្រាប់ទៅកាន់សុបិនទៀតថាបន្ទាប់ពីចប់ការពិសោធន៍មួយនេះហើយគឺបញ្ញាប់ទៅផ្ទះភ្លាមរយៈពេល 2-3 ថ្ងៃនេះកុំចេញទៅណាឲ្យសោះដាច់ខាតសុបិនបានសួរទៅកាន់ណៃថាហេតុអីណៃអត់ឆ្លើយនោះទេគ្រាន់តែប្រាប់ថានៅរសៀលនេះអត់មានម៉ោងរៀននោះទេអញ្ចឹងហើយចេញពីថ្នាក់នេះបញ្ញាប់ត្រឡប់ទៅផ្ទះទៅនិយាយហើយក៏បានងើបចេញអញ្ចឹងណាធ្វើឲ្យសុបិននេះងើងឆ្ងល់ខ្លាំងមែនទែនតែណៃចង់និយាយពីអីងាកមកកាន់អូโซนជាមួយនឹងដេនេះវិញអ្នកទាំងអស់គ្នាអេមិនចេះឆ្ងល់ថាស្អីគេទៅមើលផែនដីតាមប៉ាត់គេមានកន្លែងមួយដែលមើលទៅគឺដូចជាកន្លែងមើលផ្កាយអ្នកទាំងអស់គ្នាទំនងរបស់គេ data នៅប្រទេសគេនឹងអេមិនអត់ដែលដឹងសោះដូចអង្កែបនៅក្នុងដងអញ្ចឹងពេលដែលបានមើលរឿងទៅដឹងតាហើយកន្លែងហ្នឹងគឺស្រស់ស្អាតខ្លាំងមែនទែនអូโซนនៅពេលដែលមកកន្លែងដែលខ្លួនចូលចិត្តអញ្ចឹងណាគឺថាគាត់សប្បាយចិត្តខ្លាំងមែនទែនបានសម្លឹងទៅទស្សនភាពហ្នឹងជាមួយនឹងក្តីសុខហើយដេណាក៏សប្បាយចិត្តដែរនៅពេលដែលឃើញក្តីសុខរបស់អូโซนចំណែកសុបិននេះវិញនៅពេលដែលចេញពីថ្នាក់មិត្តភ័ក្តិរបស់គេបបួលទៅញ៉ាំហតផតតប៉ុន្តែនាងបាននិយាយថានាងអត់ទៅនោះទេចាំទៅជាមួយគ្នាថ្ងៃក្រោយទៅចុះមិត្តភ័ក្តិរបស់នាងក៏បានលានាងចេញទៅមុនទៅហើយអប៉ិណៃនេះក៏បានលួចតាមដានសុបិនផងដែរអូโซนហើយនឹងដេបន្ទាប់ពីបញ្ចប់ការមើលភពហើយអូโซนក៏បានចាប់អារម្មណ៍ជាមួយនឹងកន្លែងមួយអញ្ចឹងណាដេបានហៅអូโซนបញ្ញាប់ត្រឡប់ទៅផ្ទះទៅថ្ងៃក្រោយចាំមកទៀតពួកយើងនៅមានពេលវេលាច្រើនណាស់ប៉ុន្តែអូโซนបាននិយាយប្រាប់ដេថាមិនអាចនោះទេពួកយើងប្រហែលជាអស់ពេលវេលាត្រឹមហ្នឹងហើយនិយាយហើយក៏បានកលេចមកខាងឆ្វេងដៃគេបានឃើញមនុស្សម្នាក់ដែលស្លៀកពាក់ខ្មៅដើរមកចិត្តគេអញ្ចឹងណាធ្វើឲ្យអូโซนហ្នឹងខ្លាចខ្លាំងមែនទែនហើយក៏បានរត់ចាក់ចេញពីទីនោះទៅដេព្យាយាមដើរមកតាមអូโซนអញ្ចឹងណាហើយមើលទឹកមុខអូโซនណាដូចជាជូកខ្មោចអញ្ចឹងអ្នកទាំងអស់គ្នាភ័យខ្លាំងមែនទែននៅពេលដែលគេកលេចមកក្រោយក៏ស្រាប់តែឃើញស្ត្រីម្នាក់ដែលមើលមុខគាត់ដូចជាធ្មប់អញ្ចឹងស្លៀកពាក់ពណ៌ខ្មៅបានដើរមកចិត្តពួកគេអញ្ចឹងណាដេគឺបានរត់មកបាំងអូโซនភ្លាមស្ត្រីម្នាក់ហ្នឹងបានលោកដៃចាប់ដៃរបស់ដេនឹងបាននិយាយថាស្លាប់ខ្ញុំធំក្លិនស្អុយរលួយនៅជុំវិញពួកឯងឃើញបែបហ្នឹងហើយសំបីតាដេហ្នឹងក៏ផិតភ័យខ្លាំងណាស់ដែរបន្ទាប់មកយើងក៏ឃើញថាដេកំពុងតែអូសដៃអូโซនណាដើរចេញមកទាំងបញ្ញាប់បញ្ញាល់គាត់ខឹងខ្លាំងមែនទែននឹងបានប្រាប់ទៅកាន់អូโซนថាកុំឲ្យស្ដាប់អ្វីដែលស្ត្រីចំណាស់ម្នាក់នឹងនិយាយអញ្ចឹងណានៅពេលដែលគាត់និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែមានម៉ូតូមួយមិនប្រយ័ត្នបានដឹកធុងហ្គាសធ្លាក់អញ្ចឹងណាអូโซนជាយើងផ្ទុកទៅជាខ្លាំងមែនទែនសូម្បីតែដេនេះក៏ភ័យដែរប៉ុន្តែអ្វីដែលសំណាងហ្នឹងគឺធុងហ្គាសហ្នឹងមិនបានផ្ទុះនោះទេងាកមកកាន់ណៃដែលនៅក្នុងផ្ទះដែលស្កឹមស្កាយគាត់កំពុងតែមើលឯកសារអញ្ចឹងណាស្ត្រីដែលជាមេផ្ទះគឺបានមកនិយាយថាថ្ងៃស្អែកគឺជាថ្ងៃកំណើតរបស់អ្នកប្រុសខ្ញុំបានរៀបចំនំមួយដើម្បីអបអរថ្ងៃកំណើតរបស់អ្នកប្រុសវាគឺពិតជាថ្ងៃល្អមែនទែន4ឆ្នាំម្ដងស្ត្រីម្នាក់ហ្នឹងគឺបាននិយាយច្រើនណាស់អ្នកទាំងអស់គ្នាប៉ុន្តែណៃគាត់មិនចាប់អារម្មណ៍នោះទេបែរជានិយាយកាត់ថាឲ្យត្រឡប់ទៅផ្ទះទៅមុននឹងចាក់ចេញទៅស្ត្រីម្នាក់ហ្នឹងថែមទាំងនិយាយថារីករាយថ្ងៃកំណើតអ្នកប្រុសណៃគ្រាន់តែមេផ្ទះដើរចាក់ចេញទៅណៃក៏បានខលទៅកាន់ក្រុមហ៊ុនដើម្បីសុំដូរមេផ្ទះថ្មីអីអញ្ចឹងណាគេសួរថាមេផ្ទះចាស់អត់ល្អមែនណៃតបថាអត់ទេល្អគាត់ល្អខ្លាំងណាស់គ្រាន់តែខ្ញុំចង់ដូរមេផ្ទះម្នាក់ទៀតតែប៉ុណ្ណោះបន្ទាប់ពីបានបិទទូរស័ព្ទហើយគាត់ក៏សម្លឹងទៅកាន់នំខេកដែលមេផ្ទះបានរៀបចំឲ្យគាត់នឹងទៅសេថារីករាយថ្ងៃកំណើតអ្នកប្រុសណៃគឺបានសម្លឹងមើលនំខេកហ្នឹងហើយបានយកវាទៅបោះចោលនៅក្នុងធុងសម្រាមអញ្ចឹងណាមកដល់កន្លែងហ្នឹងយើងគួរតែដឹងហើយទាំងណៃទាំងដេគឺមានថ្ងៃកំណើតនៅថ្ងៃទី29ខែកុម្ភៈហើយពួកគាត់គឺជួបរឿងស្តៀងគ្នានៅក្នុងថ្ងៃកំណើតរបស់គាត់ហ្នឹងគឺជាថ្ងៃដែលមានមនុស្សជាទីស្រឡាញ់របស់ពួកគាត់ស្លាប់ដូចគ្នានៅល្ងាចថ្ងៃទី28ទាំងណៃជាមួយនឹងដេគឺបានចាក់សោខ្ទាស់ទ្វារខ្ទាស់កលឹះអីគ្រប់សពអញ្ចឹងណាមើលទៅសភាពការនៅពេលនេះហាក់បីដូចជាចិត្តកើតមានសង្គ្រាមលោកលើកទី3អីអញ្ចឹងដែលណៃនៅពេលដែលគាត់បិទទ្វារបិទប្អួយហើយគាត់ព្យាយាមនិយាយថាកុំគិតពីអ្នកណាសូម្បីតែម្នាក់កុំគិតដល់អ្នកណាកុំគិតដល់អ្នកណាគឺគាត់និយាយអញ្ចឹងរហូតណាទាំងអស់គ្នាចំណែកដេនេះគឺព្យាយាមមកប្រាប់អូโซนអញ្ចឹងណាទោះបីជាមានរឿងអីក៏ដោយត្រូវតែនៅក្នុងផ្ទះកុំទៅណាសូម្បីតែចូលបន្ទប់ទឹកហ្នឹងក៏ត្រូវតែប្រយ័ត្នប្រយែងផងដែរនៅពេលដែលដេនិយាយជាមួយនឹងអូโซนច្រើនពេកអូโซนក៏បានប្រាប់ទៅកាន់ដេថាបើសិនជាបងមិនស្រឡាញ់ខ្ញុំក៏មិនស្លាប់ដែរ
ដែលលឺតែប៉ុណ្្នឹងឲ្យគាំងហ្មងអ្នកទាំងអស់គ្នាអូហ្សូននិយាយត្រូវខ្លាំងមែនទែនគាត់ក៏បាននិយាយថាខ្ញុំនឹងមិនស្រឡាញ់អ្នកណាម្នាក់នោះទេត្រូវហើយបើសិនជាបងមិនស្រឡាញ់អ្នកណានោះនឹងគ្មានអ្នកស្លាប់នោះទេនៅពេលដែលយប់កាន់តែជ្រៅសភាពការគឺកាន់តែយ៉ាប់ទៅណៃគឺគេនៅម្នាក់ឯងអញ្ចឹងណាប៉ុន្តែដេនៅតែបន្តនៅជាមួយនឹងអូហ្សូនអាសភាពការកាន់តែតឹងតែងហើយមេឃគឺបានកូរឡើងក្តាំងតែម្ដងធ្វើអូហ្សូននេះគឺគេផិតភ័យអញ្ចឹងណានៅពេលដែលកំពុងតែអង្គុយស្រាប់តែទឹកពុះឬសូរសំឡេងងឿតងត់អូហ្សូនគឺយកដៃខ្ទប់ត្រជាក់ជាមួយនឹងអារម្មណ៍ភ័យខ្លាចដេក៏បានប្រាប់ទៅកាន់អូហ្សូនថាគ្រាន់តែសំឡេងទឹកពុះតែប៉ុណ្ណោះធ្វើអូហ្សូននេះគឺមានអារម្មណ៍ថាលេងសូវភ័យវិញអញ្ចឹងណានៅពេលដែលដេគេដើរមកបិទភ្លើងទឹកក៏ជាពេលវេលាមួយដែលឈានចូលដល់ថ្ងៃទី29ខែកុម្ភៈដែរអ្នកទាំងអស់គ្នាទឹកមុខរបស់ដេពិតជាមានអារម្មណ៍ថាតឹងតែងខ្លាំងមែនទែនសូម្បីតែអេដមីនណាក៏តឹងតែងទៅតាមណៃជាមួយនឹងដេផងដែរងាកមកកាន់ណៃឯនេះមានអ្នកណាម្នាក់មកចុចកណ្ដឹងទ្វាររបស់គេហើយម្នាក់នោះគឺជាសុបិនអ្នកទាំងអស់គ្នានាងបានយកនំខូបកំណើតមកនិងថែមទាំងនិយាយថារីករាយថ្ងៃកំណើតព្រោះតែនាងចង់ឲ្យណៃភ្ញាក់ផ្អើលអញ្ចឹងណាប៉ុន្តែហើយណៃនឹងពិតជាភ្ញាក់ផ្អើលមែនទែនប៉ុន្តែមិនមែនភ្ញាក់ផ្អើលសប្បាយទេគឺភ្ញាក់ផ្អើលផិតភ័យណៃបានព្យាយាមដេញសុបិនទៅភ្លាមតែម្ដងប៉ុន្តែសុបិនបានប្រាប់ថាឲ្យគេទទួលនំនិងផ្លុំទៀនសិនអញ្ចឹងណាណៃគ្មានវិធីក៏បានយកនំខេកនឹងគឺកវាត់ចោលទៅនឹងដីដែលធ្វើឲ្យសុបិនខឹងខ្លាំងមែនទែនសួរថាហេតុអីទោះបីជាឯងមិនចូលចិត្តខ្ញុំយ៉ាងណាយ៉ាងហោចណាស់គួរតែទទួលនំរបស់ខ្ញុំណៃអត់មានបកស្រាយអីច្រើនបានជាយើងកំហុកទៅកាន់សុបិនថាឲ្យត្រឡប់ទៅផ្ទះធ្វើឲ្យសុបិនយើងនឹងគឺថាខឹងផងអន់ចិត្តផងរត់ចេញពីទីនោះតែម្ដងទៅកន្លែងនឹងអេដមីនអត់ដឹងថាត្រូវអាណិតណៃឬមួយក៏អាណិតសុបិនអ្នកទាំងអស់គ្នាងាកមកកាន់ដេណែវិញគឺបានស្រុះមីពីចានណាយកមកឲ្យខ្លួនជាមួយនឹងអូហ្សូនអីអញ្ចឹងណានៅពេលដែលកំពុងតែរៀបញ៉ាំមីអត់ទាន់បានញ៉ាំផងនោះស្រាប់តែឃើញថាមានទឹកជ្រាបពីពីដានមកតក់មកលើហ្វ្រីកង្ហាររបស់ពួកគេមិនបានប្រមាណផងកង្ហាររបស់ពួកគេក៏ផ្ទុះសេហើយខ្ទាតស្លាប់កង្ហារតែប៉ះរូបថតដេជាមួយនឹងឪពុកម្ដាយអញ្ចឹងណាទាំងដេទាំងអូហ្សូនគឺថាផាត់ភ័យខ្លាំងមែនទែនបើកភ្នែកប៉ិនពងមាន់ពេលហ្នឹងអូហ្សូនគឺចាប់ដើមស្លន់ណាទាំងអស់គ្នាបិទតិចឲ្យស្រែកថាភ័យខ្លាចអីអញ្ចឹងណាដេក៏បានព្យាយាមលួងលោមទៅកាន់អូហ្សូនថាកុំឲ្យខ្លាចប៉ុន្តែរឿងរ៉ាវមិនទាន់បញ្ចប់នៅត្រឹមនេះនោះទេក្នុងផ្ទះរបស់គេទាំងភ្លើងទាំងអីគឺថាផ្ទុះសេឡើងពេញនឹងតែម្ដងធ្វើឲ្យអូហ្សូនគឺគាត់ទ្រាំអត់បានរត់ចាក់ចេញពីផ្ទះនឹងតែម្ដងទៅដេនៅពេលដែលឃើញអូហ្សូនរត់អញ្ចឹងគឺគាត់បានព្យាយាមរត់តាមអូហ្សូនពីក្រោយនិងប្រាប់ថាកុំឲ្យទៅអីគ្រោះថ្នាក់ណាស់អូហ្សូនងាកមកកាន់សុបិនដែលកំពុងតែដើរតាមផ្លូវឯនេះវិញក៏ត្រូវបានណៃមកខាត់អញ្ចឹងណាអំបញ្ញមិញដេញគេទៅឥឡូវប្រហែលជាបារម្ភអីទៅបានជាមកតាមប៉ុន្តែសុបិនគឺមិនព្រមស្ដាប់ការនិយាយរបស់ណៃតតែសោះនាងបានប្រាប់ណៃថាទុកឲ្យនាងនៅម្នាក់ឯងទៅនៅពេលដែលប្រាប់ទៅកាន់សុបិនអត់ស្ដាប់ណៃក៏បាននិយាយថាខ្ញុំពិតជាខ្លាចថានាងមានគ្រោះថ្នាក់នៅពេលដែលខ្ញុំស្រឡាញ់នាងពេលហ្នឹងសុបិនក៏មិនទាន់យល់ថាណៃនិយាយអីដែរហើយនាងនៅតែព្យាយាមប្រកែកជាមួយនឹងណៃថាមិនចង់ជួបមុខណៃនាងពិតជាខឹងណៃខ្លាំងមែនទែនប៉ុន្តែណៃក៏នៅតែព្យាយាមវល់អញ្ចឹងណាឲ្យឡើងឡានសិនទៅពេលនេះគឺត្រឡប់ទៅផ្ទះគឺជារឿងតែមួយគត់ដែលនាងត្រូវធ្វើប្រឈមមុខជាមួយនឹងការអង្វរខ្លាំងពេករបស់ណៃសុបិនណាចិត្តមិនដាច់ក៏បានឡើងឡានជាមួយនឹងកំហឹងអញ្ចឹងទៅនៅពេលដែលសុបិនជាមួយនឹងណៃបានឡើងឡានហើយពួកគេទាំងពីរអត់មានអ្នកណានិយាយអីនោះទេគ្រាន់តែណៃរបស់យើងជាយាមបើកឡានឲ្យលឿនបំផុតតាមដែលអាចធ្វើបានពេលដែលកំពុងតែបើកមេឃក៏ស្រាប់តែភ្លៀងធ្លាក់ចុះមកចំណែកឯណៃនេះគឺថាស្លន់ខ្លាំងមែនទែនខឹងផងអីផងហើយក៏បានចុចស៊ីផ្លេនៅលើផ្លូវដោយសារតែអារម្មណ៍របស់គេពេលហ្នឹងគឺគិតតែម្យ៉ាងចង់ជូនសុបិនឲ្យដល់ផ្ទះឆាប់គឺគេបារម្ភពីនាងអញ្ចឹងណាសុបិនក៏ចម្លែកចិត្តដែរនៅពេលដែលឃើញថាណៃជន់ឡានឡើងជាង100គីឡូក្នុង1ម៉ោងបើទោះបីជាស្ទប់ពណ៌តែក្រូចប៉ុន្តែគេនៅតែមិនបានបន្ថយល្បឿនស្របពេលនឹងផងដែរអូហ្សូនក៏បានរត់មកដល់ទីនេះគ្នាអញ្ចឹងតែហ៊ានឆ្លងផ្លូវណាទាំងអស់គ្នារងចាំតលតែភ្លើងក្រហមបានឆ្លងផ្លូវប៉ុន្តែមានណាទោះបីជាភ្លើងក្រហមហើយនៅតែមានឡានបើកមកទៀតអញ្ចឹងណាប៉ុន្តែអូហ្សូនគឺបានគេចផុតពីឡានទី1គេមិនអាចគេចផុតពីឡានទី2នោះទេក៏បានត្រូវឡានហ្នឹងបុកឡើងប៉ើងទៅនៅអំឡុងពេលដែលគេប៉ើងឲ្យធ្លាក់មកវិញហ្នឹងអូហ្សូនបានគិតនៅក្នុងចិត្តថាថ្ងៃនឹងយប់គឺត្រូវទៅជួបគ្នាថ្ងៃនឹងយប់ត្រូវទៅជួបគ្នាហើយអ្នកទាំងអស់គ្នាដឹងអត់ឡានហ្នឹងគឺជាឡានរបស់ណៃយើងនឹងឯងដេពេលដែលឃើញអូហ្សូនទៅឡានបុកអញ្ចឹងណាគឺគេរត់មកយំស្រែកហៅអូហ្សូនចំណែកឯណៃឯនេះគឺថាបានសម្លឹងទៅកាន់សុបិនឃើញថានាងគឺមានសត្វតែឈាមពេញមុខពេញមាត់តែម្ដងធ្វើឲ្យគេនេះពិតជាឈឺចិត្តខ្លាំងមែនទែនជាយាមស្រែកហៅសុបិនស្របពេលដែលណៃក៏ស្រែកហៅអូហ្សូនផងដែរនៅពេលដែលគេបានឮសំឡេងចេញពីខាងក្រៅគេក៏បានបើកទ្វារឡាននិងចុះមកមើលឃើញថាម្នាក់ដែលកំពុងយំហ្នឹងគឺជាមនុស្សដែលគេធ្លាប់ស្គាល់អ្នករៀននៅវិទ្យាល័យជាមួយគ្នាអ្នកទាំងអស់គ្នាមនុស្សវាសនាតែមួយហើយបែរជាមកជួបគ្នានៅក្នុងពេលនឹងទៀតរឿងរបស់យើងភាគ1ក៏ត្រូវបានបញ្ចប់តែត្រឹមនឹងឯងអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់បញ្ចប់សំខាន់តែអភ័យទោសបើសិនជាមានកំហុសខុសឆ្គងត្រង់ប្រការណាមួយដែលមិនសមរម្យ admin សូមមកប្រាប់ដំណឹងមួយពាក់ព័ន្ធជាមួយនឹងរឿង game នៃ Sniper admin ប្រហែលជាដាក់ទៅក្នុង website វិញដោយសារតែ YouTube ជាប់
អញ្ចឹង admin អត់មានវិធីកាត់ឲ្យវាដាច់នោះទេព្រោះតែផុសទៅគឺត្រូវគេប្លុកដដែលប៉ុន្តែដាក់ក្នុង website ប្រហែលជាអាចបានហើយដាក់នៅ website មួយណាហ្នឹងចាំ admin ផុសប្រាប់អ្នកទាំងអស់គ្នានៅពេលក្រោយទៀតណាអរគុណមែនទែនសម្រាប់ការគាំទ្រ admin តាំងពីដើមរហូតដល់បញ្ចប់ admin អត់ចង់ឲ្យ fan ទាំងអស់គ្នាអាក់អន់ចិត្តរឿងណាមួយនោះទេប៉ុន្តែ admin មានតែពាក្យសុំទោសទៅកាន់គ្រប់គ្នាតែប៉ុណ្ណោះសូមអរគុណសូមជម្រាបលា